បាទបងប្អូនអើយវាយតិចទីអស់ហើយបងប្អូនអានេះខាងអាញាធរប្រហែលជាគេរៀបចំសម្ដាប់ធ្នាប់ណាហើយខ្ញុំឃើញគេកោខាងមុខហ្នឹងវាយថ្មវាយអីហ្នឹងមកជួនគឺគេឲ្យរុះរើទាំងអស់ហើយអានេះគេពងតារុះរើហ្មងបើតាមខ្ញុំមើលទៅគ្មានខាងពជាការពារក៏ដូចជាខាងអាញាធរគេមករុះរើកាត់កន្លែងនេះប្រហែលជាគេគិតថាគេវាស់ទៅឃើញថាប្រហែលធ្វើនៅលើចំណីផ្លូវឬក៏មិនទេបងប្អូនអើយតែក៏សោកស្ដាយដែរចំពោះម្ចាស់កន្លែងម្ចាស់ផ្ទះណាព្រោះសាងសង់គឺអស់លុយហើយឥឡូវធ្វើវាយចោលអញ្ចឹងគឺស្ដាយដែរបងប្អូនផ្ទះស្អាតហើយកន្លែងលក់ដូរក៏ខ្លះឃើញតំណធ្វើខ្លះក៏ធ្វើយូរដែរអញ្ចឹងណាឃើញរុះអស់ហើយដូចជាហាងនំប៉័ងនេះអញ្ចឹងគឺកណ្ដាលមុនបែរជាទឹះដែលគេឲ្យរុះរើហើយថ្ងៃនេះមេឃភ្លៀងរលឹមតែម្ដងតាំងពីព្រឹកមកហើយខ្ញុំក៏ជិះចេញក្រៅទៅរកទិញវ៉ាវ៉ាន់តិចហើយក៏ឃើញគេរុះរើអញ្ចឹងក៏នឹកឃើញស្ដាយជំនួសម្ចាស់គាត់ណាព្រោះសាងសង់សិតតលុយហើយឃើញមានទូមានអីចាក់សាបចាក់អីអញ្ចឹងហើយដល់ពេលត្រូវវាយចោលអញ្ចឹងគឺស្ដាយរបស់ទ្របទាំងគេទាំងយើងណាមិនដឹងថាពេលសាងសង់ហ្នឹងគាត់បានសួរអាជ្ញាធរឬក៏អាជ្ញាធរគេហាមឃាត់អីដែរឬក៏អត់ដល់ពេលហើយមករុះរើអញ្ចឹងគឺស្ដាយមកជួននេះសឹងតែរុះរើទាំងអស់ហ្នឹងបងប្អូនឃើញហើយគេរុះរើហើយខ្ញុំថតនេះគឺនៅក្រុងតាខ្មៅជាប់ពេញយើងនឹងដែរទេនៅស្រុកយើងពេលភ្លៀងហើយអញ្ចឹងគឺស្រឡះស្អាតហ្មងមើលទៅខៀវស្ងាត់តែបើសិនជាអត់ភ្លៀងគឺហុយបើសិនមើលទៅគេហុយសពងសឹងទៅគ្រប់កន្លែងដីហុយពេកតែបើមេឃភ្លៀងអញ្ចឹងទៅមើលទៅខៀវស្រស់ថ្លាហើយស្រស់ស្អាតគ្រប់កន្លែងមើលទៅគឺត្រជាក់ភ្នែកហ្មងតែភ្លៀងកុំឲ្យខ្លាំងព្រោះភ្លៀងខ្លាំងអាចខ្លីអាចលិចផ្លែតអីចឹងដែរតែបើភ្លៀងគ្រាន់តែរលឹមហុយហ្នឹងគឺត្រជាក់ស្រួលមែនតើបើដល់គ្រប់កន្លែងមើលទៅគឺស្រឡះស្អាតអ្វីវាល្អពេលមេឃភ្លៀងហើយអញ្ចឹងការលក់ដូរការអីហ្នឹងគឺស្រួលវាអត់សូវក្តៅអ្នកលក់តាមផ្លូវតាមអីហ្នឹងទៅក៏ស្រួលគាត់ថាបើសិនជានៅខាងជនបទស្រុកស្រែអាចជាប់ផុកជាប់អីចឹងទៅល្អតែបើនៅក្រុងមិនអីទេភ្លៀងហើយហ្នឹងគឺត្រជាក់គ្រប់កន្លែងមើលទៅរៀងស្រស់ស្រាយហើយបងប្អូនវីដេអូខ្ញុំអត់មានអីច្រើនទេខ្ញុំនឹងគ្រាន់តែថតចែកជូនបងប្អូនទស្សនាប៉ុណ្ណឹងហើយចាំមើលមានវីដេអូថ្មីខ្ញុំនឹងដាក់បន្តទៀតហើយបើបងប្អូនអត់ទាន់ Subscribe ឬក៏អីទេសូមជួយ Subscribe Channel ខ្ញុំនេះថ្មងដើម្បីខ្ញុំនឹងមានវីដេអូដាក់បន្តពីនេះពីនោះពីស្រុកយើងទៅ